គាត់នៅមួយចាស់គាត់ចាស់ដើមរបស់គាត់គាត់ជាកូនតូចមួយតូចតូចនេះបងនេះគឺគេយកមកមានក្នុងគោលម្ដងគឺខ្លែមទេនិយាយសួរស្រាប់ទៅគេយកមកដើម្បីធ្វើហូបយើងគេអោបជីកតោដុកមកអោបជីកតោដុកមកមកដល់កន្លែងគេត្រូវធ្វើហ្នឹងនៅក្នុងហ្នឹងពូដែលជាម្ចាស់របស់គាត់ហ្នឹងគាត់ថាកុំយកបានថាគាត់បដោះបដូរកុំធ្វើហូបអីគាត់សុខចិត្តចេញលុយពេលហ្នឹងគឺតាមអ្នកពូគាត់ប្រាប់ថាចេញលុយថ្លៃចេញលុយ100000ដើម្បីឲ្យទៅទិញសាច់ខ្លែយកមកខ្លែមកហើយបបោះគឺគាត់យកទៅចិញ្ចឹមពីពេលនោះមកបបោះត្រូវបានពូគាត់យកទៅចិញ្ចឹមមកអ្នកពូប្រាប់ថាពីជំនាន់នោះគឺស្ទៀវគឺស្អាតគាត់ហើយពូម្ចាស់គឺស្រឡាញ់ហើយស៊ីតម្រើសដូចអញ្ចឹងបានថាស៊ីគ្រប់ស៊ីបបរសស៊ីចេកស៊ីខ្នោស៊ីអីអញ្ចឹងហើយស៊ីស្មៅចងតាមធម្មជាតិរបស់គាត់ទៅអញ្ចឹងបបរនោះដូចតែគោគេធម្មតាដែរទេគ្រាន់តែជីវិតកំសត់អញ្ចឹងដើមឡើយនេះគឺបែបហ្នឹងអានេះខ្ញុំនិយាយការកំសត់តែមួយតង់ហ្នឹងណាដែលពីពេលមុនមកបានថាគឺគេត្រូវយកមកធ្វើគ្រឿងខ្លែមដោយសារជួបម្ចាស់របស់គាត់ដែលមានចិត្តធម៌ហ្នឹងគឺគាត់អត់ឲ្យទេដូរលុយទេដើម្បីយកបបោះទៅចិញ្ចឹមបបោះពេលនោះតូចទេគឺតែប៉ុនកូនឆ្កែទេគេអោប2នាក់មកតាមម៉ូតូមកហើយអញ្ចឹងទៅហួសមកដល់រាល់ថ្ងៃហ្នឹងទៅដោយគូគាត់នេះហ្នឹងគាត់បានមកដាក់ការទៅមុនទៅណាស់ណាស់ដោយសារតែបបោះដើរណាតាមឆ្នាំទៅចាប់ដើមមកហ្នឹងស្ដាប់នេះឡើងជួនេះមិនដឹងសាច់រឿងទេដឹងសាច់រឿងបន្តទៀតចាំមកភាគទៀតបបលវេនិយាយតរឿងបន្ថែមទៅតិចទៀតបន្ទាប់ពីពូដែលជាម្ចាស់នឹងគាត់ស្រាប់ទៅហ្នឹងក្នុង6ឆ្នាំហ្នឹងគឺគាត់ដើរទៅថុកអនាថាទៅតាមគោគេបានន័យថាគេម្ចាស់គេខ្វៀលយកគោគេទៅស៊ីស្មៅទៅគឺទៅតាមគោគេទៅដើរទៅតាមគោទៅហើយគេយកពេលដែលគេយកគោគេមកវិញមកតាមគោមកចូលដេកនឹងក្រោយប៉ោះហ្នឹងទៅហើយនៅពេលកំឡុងពេលកូវីដហ្នឹងគឺនៅនឹងវត្តទីដងហ្នឹងពេលនៅក្នុងពេលកូវីដហ្នឹងខ្ញុំដឹងម្ដងដែរដឹងថាមានជនខិលខូចហ្នឹងបានចាប់យកទៅកង់ស៊ីម្ដងប៉ុន្តែពុទ្ធបរិស័ទនៅក្នុងនោះបានចំណោះជើងវត្តនៅប្រាប់ពីព្រោះគាត់យកចង្ហាន់យកអីទៅពីលោកទៅដឹងស្គាល់ថាគោនោះវាកំសត់ទៅអញ្ចឹងពួកគាត់គ្រូចាតកាហ្នឹងឲ្យទៅលួសមកឲ្យទៅលួសយកមកឲ្យទៅលួសប្រហែល200000គោរួចជីវិតពីនោះមកទៀតទៅហើយពេលនោះខ្ញុំមានរវល់នៅក្នុងវត្តហ្នឹងដែរនោះខ្ញុំក៏សម្រេចទូលទៅគណៈកម្មការនឹងគ្រូចាតកាទៅថាដើម្បីគិតពីសុវត្ថិភាពដោយសារបបោះគាត់ស្គាល់នៅក្នុងស្រុកភូមិហ្នឹងច្បាស់លាស់ហើយអញ្ចឹងសម្រេចថាឲ្យកាត់កន្លោះនេះចោលអញ្ចឹងបានបបោះអត់មានកន្លោះនោះ3ឆ្នាំហើយពីពេលនោះមកដល់ឥឡូវហ្នឹងគឺ3ឆ្នាំជាងហើយបបោះអត់មានកន្លោះទេអញ្ចឹងមួយជំហាននោះគឺគាត់បបោះអាចនឹងថានិភ័យនៃការចាប់របស់ជនខិលខូចហ្នឹងគឺបានមកជំនាញហើយក្រោយមកទៀតនៅកន្លោះប៉ុន្តែនៅខ្សែនេះធំមកសល់ពីម្ចាស់គាត់ខ្សែកនេះខ្សែចងនេះអានេះខ្ញុំកាត់ចោលខ្លួនឯងនេះខ្ញុំមានវីដេអូមួយរួចហើយខ្ញុំកាត់ចោលព្រោះខ្ញុំខ្លាចគេទាញទៅបានណាឲ្យមុនដែលគេចាប់យកទៅកង់ស៊ីនៅពេលដែលបបោះនៅក្នុងវត្តហ្នឹងមានម្ដង2ដងដែរដែលគេហៅឡើងឡានដែលគេដឹកយកទៅកង់ស៊ីរួចទៀតប៉ុន្តែអ្នកភូមិពេលនោះអ្នកភូមិដឹងថាបបោះទៅបានគេដឹកយកផងយកទៅកង់ស៊ីហើយអ្នកភូមិហ្នឹងគាត់ទៅប្រាប់បងប្អូនរបស់ពូម្ចាស់ហ្នឹងគេទៅលួសចុះពីលើឡានមកវិញមកប៉ុន្តែពេលហ្នឹងគេដឹកយកទៅលួសផងយកទៅកង់ស៊ីហ្នឹងមុននៅក្នុងវត្តហ្នឹងអញ្ចឹងពេលហ្នឹងកន្លោះឲ្យនៅមកកាផ្លេទាំងអស់សតអញ្ចឹងមិនសតណាស់
sao đấy con làm con này con xong đấy cô tập này mẹ cô tập này ơi con sao này này ơi sao đấy nữ cô còn sao sao cô sao đây